ខ្ញុំសុំមួយសម្រាមកុំចោលបងប្អូនយកថងនេះដាក់ត្រឹមត្រូវបាទអូខេសួស្តីបងប្អូនអរគ្នាថ្ងៃនេះបាទបងហ្វីលីបមកទស្សនានៅវត្តស្អាតភ្នំឥឡូវនេះយើងអត់មានអីទទួលទេនេះល្បីវត្តស្អាតភ្នំមានមន់ដុតប៉ុន្តែនេះគាត់តែចេញលុយទេខ្ញុំអត់ចេញខ្ញុំគាត់បានជិះមកថាមកស្អាងបាទមកស្អាងទទួលមានមន់ស្រែនេះមន់ស្រែបាទមានមន់ឆែននេះតាមរយៈអ្នកក្លានៅបៃខាងកើតបាទប្រុសសង្ហាហេងបាទ BA មន់ស្រែ BA មន់ស្រែហើយបានបងហ្វីលីបមកមួយទៀតហើយអញ្ចឹងខ្ញុំនឹងរំពឹងថាស្អាងភ្នំយើងឥឡូវតិចទៀតនឹងល្បីសុសសាយតាមរយៈបងទាំងអស់គ្នាដែលបានចូលរួមទស្សនាហើយនឹងផ្សព្វផ្សាយបន្តអូខេមកមកមកលេងតុកអាងផងហើយអ្នកអាងដែលមើលហើយយើងចូលរួមអភិវឌ្ឍថែមអស់នេះទៅស្អាតយើងឥឡូវឃើញស្អាតជាងមុនហ្មងសម្រាប់អីវាមិនថាអស់ 100% តែគាត់ថាទៅពីមុនយើងឃ្លីមជាងមុនបាទយើងស្អាតជាងមុនបាទអញ្ចឹងនេះក៏តាមរយៈបងប្អូនអរគ្នាមកយើងចូលរួមរីគុណក្នុងនៃស្ថាបនាទាំងអស់គ្នាហើយបងប្អូនក៏បានយល់ដឹងច្រើនឃើញថាបរិស្ថានយើងឥឡូវស្អាតខ្ញុំសុំមួយសម្រាមកុំចោលបងប្អូនយកថងនេះដាក់ត្រឹមត្រូវបាទអរគុណច្រើនបងអញ្ចឹងពួកខ្ញុំនឹងទទួលយកនឹងការកែលម្អឡើងវិញបាទហើយពិតជាអរគុណមែនទែនថ្ងៃនេះសម្រាប់បងហ្វីលីបហើយនឹងហេងដែលបានមកទស្សនានៅតំបន់ស្អាងភ្នំយើងអរគុណជូនពរសុខសប្បាយនិងរស់ស៊ីមានបានទាំងអស់គ្នាបាយបាយ